iPhone Air Samsung A ปีนี้វាមួយយ៉ាងម្នាក់តែបើនិយាយពីកម្រាស់ខ្ញុំគិតថា iPhone ធ្វើបានល្អជាងដោយសារវាស្ដើងខ្លាំងយកតែមែនតើហើយថ្មពីនេះមិនខុសគ្នាអីទេសម្រាប់លបឿនកាន់ខ្ញុំតែជាក់ស្ដែងណាគឺប្រហាក់ប្រហែលគ្នាទេមានន័យថាអាយុបាត់តេរី live របស់វាបាត់តេរី live បាត់តេរី usage របស់វាគឺប្រហាក់ប្រហែលគ្នាទេมันលើសគ្នាអីណាទេហើយកម្រាស់ខ្ញុំគិតថា iPhone វាតែពិត iPhone នឹងមិនស្ដើងទេណាគ្នាតែអ្វីដែលវាស្ដើងដោយសារវាធ្វើកោងផាត់មានន័យថាចាំមើលខ្ញុំបញ្ជាក់ដល់គ្នាបន្តិចតែខ្ញុំសូន iPhone ដែលយើងមើលទៅស្ដើងនេះដោយសារនេះដោយសារអេក្រង់របស់វានេះវាធ្វើរៀងគេហៅថា 2.5D ណានេះវាធ្វើរៀងទាលតិចចឹងដល់អញ្ចឹងវាលាក់បាំងកម្រាស់វាបានល្អមែនទែនតែទូទៅវាលៀងគ្នាតិចតួចទេតែគ្រាន់ដោយសារវាធ្វើតួនេះក្តោបជាមួយនៅអេក្រង់ជាមួយនឹងខ្នងក្រោយដល់អញ្ចឹងយើងមើលទៅយើងមិនសូវចាប់អារម្មណ៍ថាវាក្រាស់ខ្លាំងទេតែដល់ពេលកាន់ជាក់ស្ដែងទាំងស្រាលទាំងអីវាស្រាលជាង Samsung ហើយប៉ុន្តែសម្រាប់អ្នកដែលស្រឡាញ់តួជ្រុងខ្ញុំគិតថា Samsung ធ្វើល្អជាងហើយសម្រាប់អ្នកដែលស្រឡាញ់តួមូលអ្នកគ្នាអាចមើលទៅលើ iPhone Air បានតែតម្លៃវាពិបាកចារណាដែរលែនមួយគ្រាប់1200អានេះលែន2គ្រាប់800ជាងស្ដើង iOS ជាមួយនឹង Android Samsung អានេះជាជំរើសសម្រាប់ខ្ញុំស្រឡាញ់ Samsung ជាងដោយសារ option កាមេរ៉ាក៏លើសចាក់ទៅមួយរៀងខ្ញុំចូលចិត្តជ្រុងអញ្ចឹងអ្នកដែលគាត់ស្រឡាញ់មូល iPhone ទៅហើយបើអ្នកដែលស្រឡាញ់ជ្រុង Samsung តម្លៃខុសគ្នា400អាចចារណាបានអរគុណសា